នៅទូទាំងសកលលោកយើងមានជំនឿមួយដ៏សែនគ្រោះថ្នាក់ដែលជឿថាការបង្ខិតបង្ខំនឹងការធ្វើទារុណកម្មជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការចម្រាញ់យកការពិតក៏ប៉ុន្តែបើតាមសក្ខីភាពជាក់ស្ដែងវិញបានបង្ហាញថាមធ្យោបាយខាងលើនាំឲ្យបានចម្លើយដែលពុំសមស្របហើយទទួលបានការសារភាពផ្ទុយពីការពិតជារឿយៗវាជាកត្តាប៉ះពាល់សុខសុវត្ថិភាពសាធារណៈដែលនាំមកនូវការមិនទុកចិត្តចំពោះស្ថាប័នសាធារណៈហានិភ័យនៃការធ្វើទារុណកម្មនិងការប្រព្រឹត្តបង្គាប់បីគឺមានកម្រិតខ្ពស់បំផុតក្នុងកំឡុងពេលដំបូងបន្ទាប់ពីការចាប់ខ្លួនដើម្បីធានានូវសុវត្ថិភាពដែលផ្ដល់សិទ្ធិដល់ជនត្រូវបានខកខ្លួនអាចមានមេធាវីនិងផ្ដល់ដំណឹងដល់ក្រុមគ្រួសាររបស់ពួកគេការធ្វើដូចនេះអាចជាឥទ្ធិពលផ្សេងៗបង្កនឹងការបញ្ជាធ្វើទារុណកម្មនៅទីកន្លែងឃាត់ខ្លួននៅក្រោមសម្ពាធនៃការផ្ដល់ចម្លើយមន្ត្រីនគរបាលដែលតែងតែប្រើប្រាស់មធ្យោបាយក្នុងការសួរចម្លើយដែលប្រើយុទ្ធសាស្ត្របង្ខិតបង្ខំនិងការធ្វើទារុណកម្មដើម្បីបានចម្លើយសារភាពដូច្នេះហើយយើងត្រូវមានការផ្លាស់ប្ដូរពីការសួរចម្លើយទាំងបង្ខំមកជាការសម្ភាសន៍ស៊ើបសួរវិញដោយយកចិត្តទុកដាក់លើការប្រមូលនៅព័ត៌មានពិតប្រាកដដែលអាចទុកចិត្តបានហើយមានសីលធម៌វិជ្ជាជីវៈដោយគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិការអនុវត្តនៅនីតិវិធីខាងលើលុះត្រាតែអ្នកសម្ភាសន៍មានវិជ្ជាជីវៈមានចិត្តអត់ធ្មត់និងគោរពសិទ្ធិមនុស្សដើម្បីបង្កើតនូវបរិយាកាសស្និទ្ធស្នាលជាមួយអ្នកសម្ភាសន៍ដែលអនុញ្ញាតឲ្យពួកគេប្រមូលនៅព័ត៌មានចាំបាច់ពាក់ព័ន្ធនឹងការស៊ើបអង្កេតបច្ចេកទេសក្នុងការសម្ភាសន៍និងការគាំពារសុវត្ថិភាពបានបញ្ជាក់ថាជានីតិវិធីដ៏មានប្រសិទ្ធភាពបំផុតរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងការបំបែកសំណុំរឿងនិងកសាងបាននូវភាពជឿជាក់ក្នុងប្រព័ន្ធយុត្តិធម៌ដែលធ្វើឲ្យមានជំនឿនិងសុខុមាលភាពក្នុងសង្គមរួមគ្នាបង្ការទប់ស្កាត់និងប្រឆាំងទារុណកម្មដើម្បីកម្ពុជាជាសង្គមមួយគ្មានទារុណកម្ម